ជំរាបសួរពុកម៉ែបងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នាមិនថានៅទីណាកន្លែងណាទេនាងខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់ជួបតែសេចក្តីសុខសុវត្ថិភាពធ្វើដំណើរតាមផ្លូវទៅណាមកណាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនិងក្រោយចូលឆ្នាំថ្មីនេះឲ្យជួបតែសេចក្តីសុខនិងសុវត្ថិភាពជានិច្ចហើយក៏មានការរីករាយនិងសប្បាយទៅតាមបងប្អូននៅតាមជនបទនិងបងប្អូនមួយចំនួនទោះបីជារូបកាយនៅស្រុកគេធ្វើការងារវាមិនមានពេលវេលាសប្បាយដូចគេក៏ដោយតែក៏រីករាយទៅតាមនឹងពេលឃើញបងប្អូនរីករាយហើយក៏សូមជួយរំលែកទុក្ខទៅដល់បងប្អូនដែលនៅតាមជាព្រំដែនជាប់ព្រំដែនដែលត្រូវបាត់បង់គ្រប់យ៉ាងក៏សូមឲ្យឆ្នាំថ្មីនេះសូមឲ្យបងប្អូនមានសុខភាពល្អហើយក៏អាចទទួលយកនៅអ្វីដែលជារបស់ខ្លួនមកវិញជូនពរណាហើយពេលនេះខ្ញុំគ្រាន់តែចង់និយាយថាចង់សួរទៅកលបុត្រកលធីតាខ្មែរតែគាត់ពេញវ័យនិងវ័យកណ្ដាលចង់សួរថាតើពួកគាត់មានការឈឺចាប់និងមានខួរនិងមានការគិតនៅក្នុងសបញ្ញញ្ញត្តិរបស់ខ្លួនដែរឬអត់ហើយដែលមានចេះឈឺចាប់នៅពេលដែលគេមើលងាយប្រមាថតេះដៀលដល់ជាតិសាសន៍របស់ខ្លួននិងឈ្លានពានទឹកដីរបស់ខ្លួនតើពួកគាត់មានការឈឺចាប់ដែរទេចុះហេតុអីបានពីពួកគាត់នៅតែបន្តប្រើផលិតផលមកពីប្រទេសមួយនឹងទៀតឬមួយក៏ប្រទេសខ្មែរយើងវាគ្មានលទ្ធភាពនឹងផលិតសម្ភារៈប្រើប្រាស់អស់ទាំងនោះឬមួយក៏គុណភាពវាដាក់ជាតិអាឡែស៊ីបានជាក៏ចូលចិត្តប្រើសម្រាមមកពីប្រទេសថៃបើអ្នកគ្មានការជឿចាប់ទេចំណុចហ្នឹងខ្ញុំក៏មិនដឹងនិយាយថាម៉េចប៉ុន្តែចំពោះខ្ញុំនៅក្នុងនេះវាឈឺដល់ថ្នាក់និយាយអ្វីមិនចេញហើយកំឡុងពេលនេះគេកំពុងតែសើចសប្បាយនៅអ្វីដែលគេឈ្លានពានមកលើទឹកដីខ្មែរនិងអ្វីដែលគេទទួលបានតែចំណែកប្រជាពលរដ្ឋខ្មែរមួយចំនួនដែលខួរក្បាលសឹងតែអាចនិយាយបានថាសម្រាមក្តឹងថាលុយវាជារបស់អ្នកប៉ុន្តែអ្នកកើតនៅលើទឹកដីមួយនេះអ្នកជាជាតិសាសន៍មួយនេះបើអ្នកមិនស្រឡាញ់មេដឹកនាំរបស់អ្នកមិនគោរពមេដឹកនាំរបស់អ្នកទេអ្នកគួរតែស្រឡាញ់ជាតិសាសន៍របស់អ្នកផ្ដល់តម្លៃឲ្យជាតិសាសន៍របស់អ្នកក្នុងជាតិសាសន៍នីមួយៗគេមិនដែលឲ្យជាតិសាសន៍ដទៃមកមើលងាយជាតិសាសន៍ខ្លួនឯងទេតែបើសិនជាយើងអនុញ្ញាតឲ្យជាតិសាសន៍ដទៃមកមើលជាតិសាសន៍របស់ខ្លួនវាប្រៀបដូចជាគ្មានតម្លៃតែជាតិសាសន៍របស់យើងគ្មានតម្លៃហើយរូបយើងផ្ទាល់ក៏វាមានតម្លៃដែរទោះជាយើងមានលុយចាក់កោដូចភ្នំក៏ដោយតម្លៃយើងស្មើនឹងសូន្យចឹងហើយបើសិនជាអាចសូមមេត្តាគិតឲ្យច្បាស់គិតឲ្យបានត្រឹមត្រូវបើយើងក្រឲ្យមានតម្លៃក្រឲ្យគេគោរពមិនមែនយើងមានហើយឲ្យគេសើចចំអកឲ្យនោះទេពេលខ្លះអ្នកក្រខ្លះឬអ្នកសុំទានខ្លះគេមានតម្លៃខ្លួនគេណាគេផ្ដល់តម្លៃឲ្យជាតិសាសន៍គេតែត្រង់យើងទាំងរូបរាងកាយទាំងសមត្ថភាពតែបែរជាគ្មានការគិតគ្មានការឈឺចាប់សូមទោសណាបើសិនជានិយាយប៉ះពាល់ត្រង់ចំណុចណាប៉ុន្តែចំពោះខ្ញុំអ្វីដែលខ្ញុំនិយាយចេញមកនេះគឺខ្ញុំគិតច្បាស់ណាស់វាអត់មានខុសត្រង់ណាទេបើសិនជាអ្នកស្រឡាញ់ជាតិសាសន៍របស់អ្នក
អ្នកត្រូវតែផ្ដល់តម្លៃឲ្យជាតិសាសន៍របស់អ្នកទោះជាត្រូវអត់ឃ្លានស៊ីអំបិលប្រហុកនៅផ្ទះឬក៏ប្រើរបស់សាមញ្ញធម្មតាក៏ខ្ញុំត្រូវតែប្រើទោះជារបស់មួយដែលវាមកពីប្រទេសថោកទាបមួយនឹងវាថោកតម្លៃប៉ុណ្ណាក៏ដោយវាត្រូវជួយសន្សំសំចៃប្រាក់ក្នុងផ្ទះប៉ុណ្ណាក៏ដោយក៏ខ្ញុំមិនប្រើព្រោះវាជារបស់ដែលកខ្វក់របស់ដែលមិនគួរឲ្យប៉ះវាថោកជាងឬក៏វាគួរឲ្យខ្ពើមជាងអ្វីដែលអ្នកមានធម្មតាគេមិនចូលចិត្តប៉ះសត្វចន្លេងឬក៏សត្វឆ្លើងវាក៏ក្រឹតជាងអាសត្វអស់នឹងទៅទៀតចឹងបើសិនជាអ្នកមានខួរគិតបើអ្នកជាមនុស្សបើសិនជាកើតមកជាមនុស្សហើយសូមប្រើវិចារណញ្ញាណជាមនុស្សយុទ្ធកិច្ចកុំប្រើសញ្ជាតិជាសត្វព្រោះសត្វខ្លះវាមានសញ្ជាតិល្អជាងមនុស្សមួយចំនួនអរគុណណាជូនពរសុខសប្បាយទាំងអស់គ្នាសុវត្ថិភាពបាយបាយ